Chẳng số đây khi dưỡng chẳng để chờ là ban son giá chẳng chẳng chờ được phơi ca record video tại tao như mùi nâng server action ca pra shop cho mùi nâng next form hay nâng automatic update chẳng chụp po dependency chụp po library ấy cứ chờ install how ấy mình đôi chỉ ca sorry mình đôi chỉ gió react form ấy cái tiết đôi chia soonerក្នុងការយើងដាក់នៅ tools របស់យើងហ្នឹងអញ្ចឹងគឺប៉ុណ្ណឹងអញ្ចឹងដំបូងនេះគឺយើងធ្វើការចាប់ផ្ដើមពី server action ទៅទាំងអស់គ្នាអញ្ចឹងសួរថាតើ server action វាយើងត្រូវការវាដើម្បីមកធ្វើអីអត់ទាន់មាន server action គឺយើងនៅតែអាចធ្វើការ post data ទៅកាន់ back end របស់យើងបានទេប៉ុន្តែវាមាននៅបញ្ហាមួយចំនួននៅលក្ខខណ្ឌមួយចំនួនដែលมันតម្រូវឲ្យយើងទៅធ្វើការប្រើប្រាស់នៅ client side ក្នុងការ post data ទៅកាន់ back end ធម្មតានៅខាង back end គឺគេនឹងធ្វើការ block នៅ client side ក្នុងការ post data នឹងចោលអញ្ចឹង API ខ្លះគឺគេឲ្យយើងធ្វើការ post ទៅបានហ្នឹងជាលក្ខណៈ API តែប៉ុន្តែចំពោះលក្ខណៈ API ដែលគេមែនតែនហ្មងគឺគេនឹងធ្វើការបិទ client អត់ឲ្យ post ទៅបានទេមួយទៀតគឺតាក់ទងជាមួយនឹងការដែលយើងអត់ចាំបាច់ទៅបង្កើតនៅ API route សម្រាប់ធ្វើការ post data ហ្នឹងទៅទេហើយមួយទៀតគឺវានឹងជួយបានន័យថា server action ហ្នឹងវានឹងធ្វើការជួយ enhance security របស់យើងចឹងនៅពេលដូចដែលគ្នាយើងបានដឹងហើយនៅពេលដែលយើងធ្វើការនៅលើ client ទាំង endpoint ជាមួយនឹង API key ឬក៏ព័ត៌មានដែលតាក់ទងជាមួយនឹង database AA របស់យើងហ្នឹងគឺវានឹងធ្វើការ expose ចេញទៅខាងក្រៅឲ្យគេឃើញចឹងអាហ្នឹងគឺតាក់ទងទៅនឹង security មួយទៀតតាក់ទងជាមួយនឹង progressive enhancement ចឹងកន្លែងនេះឆាក៏បានបញ្យល់អ្នកទាំងអស់គ្នាដែរតាក់ទងជាមួយនឹងមេរៀន form component ហ្នឹងអញ្ចឹងបើទោះបីជាកន្លែងខ្លះពេលណាខ្លះដែលដំណើរការ JavaScript វាអត់ដើរឬក៏ internet វា slow អីចឹងទៅអញ្ចឹងអាដំណើរការ server action ហ្នឹងគឺវានៅតែដើរធម្មតាទេហើយមួយទៀតគឺតាក់ទងជាមួយនឹងវាមាន revalidation ដូចដែលយើងបានរៀននៅក្នុង server component ហើយអញ្ចឹងនៅពេលដែលយើងធ្វើការ post data ជាមួយនឹង server action ហ្នឹងគឺយើងមាន revalidation ដែលយើងបានរៀនមាន pass មាន take និងមាន time អញ្ចឹងទៅអូខេអញ្ចឹងនឹងគឺជាមូលហេតុមួយចំនួនដែលយើងធ្វើការប្រើប្រាស់នៅ server action តោះអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងទៅ demo ទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើការ demo បានដើម្បីធ្វើការបង្កើតនៅ server action បានដំបូងជា best practice យើងទៅមាន file មួយនៅខាងក្រៅជាfile env .local អញ្ចឹងនៅក្នុង file env នេះយើងធ្វើការបង្កើតនៅឈ្មោះរបស់ API endpoint របស់យើងអញ្ចឹងជាធម្មតាគឺឈរតែងតែប្រើប្រាស់នៅ next public base URL អញ្ចឹងកន្លែងនេះ API endpoint របស់យើងបែបម៉េចគឺយើងដាក់ប៉ុណ្្នឹងមកហើយកុំដក clear វាគឺដាក់ឲ្យជាប់ជាមួយនឹងសញ្ញាស្មើអញ្ចឹងនៅត្រង់នេះឈើមានជា mock API មួយអញ្ចឹងខ្ញុំធ្វើការ copy API ហ្នឹងយកមកដាក់នៅលើ API របស់យើងប៉ុណ្ណឹងអញ្ចឹងយើងបាននៅ env មួយអញ្ចឹងកន្លែងនេះបើសិនជាយើងមាន sensitive data តាក់ទងជាមួយនឹង credential របស់ database ឬក៏ API key ផ្សេងគឺយើងអាចដាក់នៅក្នុង env នឹងបានអញ្ចឹងបន្តមកទៀតយើងត្រូវការមាននៅមួយ folder ទៀតសម្រាប់ធ្វើការដាក់វាជា service អញ្ចឹងចំពោះfolder service នឹងផងដែរតាក់ទងជាមួយនឹង endpoint ឬក៏កន្លែងណាដែលយើងធ្វើការ fetch វាមកតែម្ដងដូចជាការដែលយើងទៅ get user by ID ឬក៏ get all user ជាដើមកន្លែងដែលអត់ត្រូវការឲ្យយើងធ្វើការ mutate ទៅលើ data អញ្ចឹងយើងធ្វើការបង្កើតវានៅក្នុង src មកដាក់ឈ្មោះថា service អញ្ចឹងបាទហើយមួយទៀតយើងត្រូវការ folder មួយទៀតឈ្មោះថា action អញ្ចឹងសូមបញ្ជាក់ដែរថាយើងមិនបាច់បង្កើត action នេះក៏បានដែរយើងអាចហៅ service នឹងចូលទៅក្នុង component របស់យើងនេះក៏បានដែរក៏ប៉ុន្តែវាអត់ជា best practice ទេអញ្ចឹងយើង follow តាម structure របស់គេមកអញ្ចឹងកន្លែងនេះគឺបានន័យថាម៉េច service នេះវានឹងធ្វើការហៅ endpoint ពីនេះទៅហើយ action របស់យើងនឹងហៅ service ចូល action ហើយ component
ដែលជា client ហ្នឹងនឹងហៅ action ចូលវិញអញ្ចឹងវាហៅតគ្នាតោះជានៅក្នុង action នេះគឺយើងសម្រាប់ធ្វើការទៅលើ endpoint ណាដែលយើងត្រូវធ្វើការ mutate ទៅលើ data ដូចជាការ post ឬក៏ update ឬក៏ delete អីចឹងទៅអញ្ចឹងយើងនៅក្នុង service នេះយើងធ្វើការបង្កើត file មួយមកអញ្ចឹងឧទាហរណ៍ថាឈើធ្វើការនៅលើ user អញ្ចឹងយើងដាក់ user.service.js អញ្ចឹងមកអញ្ចឹងបើគ្នាយើងធ្វើការលើ product គ្នាយើងដាក់ product.service.js អញ្ចឹងមកធ្វើការនៅលើអីផ្សេងយើងដាក់ឈ្មោះ file អញ្ចឹងមកអញ្ចឹងដូចគ្នាដែរនៅក្នុង action គឺយើងដាក់ user.action.js អញ្ចឹងមកបញ្ជាក់នេះគ្រាន់តែជា best practice structure ទេវាដូចដែលយើងធ្វើការជាមួយ Spring Boot យើងដែរយើងមាន repository មាន controller មាននេះគេមាន service implement អីចឹងទៅអញ្ចឹង folder កន្លែងនេះគឺដូចគ្នាដែរទេតោះអញ្ចឹងបន្តមកទៀតយើងធ្វើការមក fetch get all នៅលើ endpoint ហើយឈើក៏មាននៅ user card ស្រាប់ផងដែរសម្រាប់ធ្វើការ display នៅលើ page របស់យើងនេះតោះអញ្ចឹងកុំឲ្យខាតពេកយើងទៅ get all user ទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើការ fetch data ឈើបានប្រាប់គ្នាយើងពីការពីមេរៀនមុនយើងរៀនអីយើងដាក់ថាម៉េច get all user service អញ្ចឹងមកហើយយើងចេះ fetch អស់គ្នាហើយឆាសុំអត់ detail ទេកន្លែងហ្នឹងប៉ុន្តែកន្លែងនេះគឺយើងធ្វើការ fetch វាមកពី process.env env.local របស់យើងហ្នឹងអញ្ចឹងយើងដើម្បីធ្វើការប្រើប្រាស់វាបានយើងដាក់ process.env.ឈ្មោះមិញមកគឺ next public base URL តែប៉ុណ្្នឹងមកតទៅទៀតយើងត្រូវការមានរបស់មួយទៀតដើម្បីបំលែងវាទៅជា JSON ទៅជា JavaScript object អញ្ចឹងយើងដាក់ user អញ្ចឹងមកស្មើនឹងអីគេ await rest.json អញ្ចឹងកន្លែងនេះគឺច្រើនបានបញ្យល់ហើយអញ្ចឹងបន្ទាប់ពីយើង fetch ហើយយើងត្រូវការ return អាតម្លៃដែល fetch ហ្នឹងទៅឲ្យអីផ្សេងដែលហៅ function នឹងប្រើយើង return user អញ្ចឹងមកអញ្ចឹងនៅពេលដែល page នេះហៅ function នឹងទៅប្រើគឺនឹងទទួលបាន user ហើយអញ្ចឹងដើម្បីកុំឲ្យខាតពេកយើងចូលមកក្នុងនេះវិញអញ្ចឹងដើម្បីធ្វើការប្រើប្រាស់នៅហៅ function នេះទៅបានដោយសារ function នេះគឺជា async function អញ្ចឹងយើងក៏ត្រូវតែដាក់អានេះជា async function ដែរដោយសារយើងត្រូវការ await function មួយហ្នឹងអញ្ចឹងយើងត្រូវមានរបស់មួយទៀតដើម្បីទទួលតម្លៃចេញពី function get all មិញហ្នឹងអញ្ចឹងយើងដាក់មក user min s ស្មើនឹង await get all user service ប៉ុណ្្នឹងមកអញ្ចឹង user ដែលធ្វើការ get បានពី API នឹងធ្វើការ store ទុកនៅលើ user នេះហើយអញ្ចឹងយើងធ្វើការ console log វាមួយមើលតើវាមកពិតមែនអត់អញ្ចឹងឆើទៅ run switch មក page របស់យើងហើយ refresh មើលចឹងគឺវាចេញធម្មតាបានន័យថាយើងធ្វើការ fetch បានជោគជ័យហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើការ map វាដើម្បីបោះវាទៅកាន់ user card ឲ្យ display តោះអញ្ចឹងកុំឲ្យខាតពេកយើងមកកន្លែងនេះមកអញ្ចឹងរបៀប map របៀបអីគឺឈើប្រាប់ហើយអស់ហើយឈើសុំទៅលឿនកុំឲ្យខាតពេលយូរចឹងយើងបោះប៉ុណ្្នឹងមកហើយយើងត្រូវការ key យើងយក user.id ហើយ user ស្មើ user ចឹងប៉ុណ្្នឹងគឺវាធ្វើការ map ទៅលើ component ហ្នឹងហើយប៉ុន្តែខាងនេះគឺយើងត្រូវការមានជា user ដែរចឹង prop map អីហ្នឹងគឺធ្វើហើយនេះចឹងយើងមានជាការរបស់យើងមកហើយយើងអាចចុច view profile បានប៉ុន្តែកន្លែងនេះគឺឆើអត់ដាក់ឲ្យវាចុចជា view ទេត្រូវការតែប៉ុណ្្នឹងមានឈ្មោះមាន page ជាមួយនឹង email តោះអ
chẳng dương thưa cá fetch data tam dạng nâng bài này chẳng ô to tha dương miền endpoint mới tiếp đầm bày thưa cá post ta dương tới thưa bài này được này dương tới cá tới cánh service môi sần đầm bày thưa cá ta sẽ nơi logic trong cả pull data tới cánh backend vào dương chẳng từ bộ ngọt miền này không như tế dương export async function mình ta dương thưa cá đã thằng add new user service và phần năng chẳng đôi đến được nông merian prisma cứ đồng bày thưa ca post nơi data dương bán cái dương trời ca miến nơi đi khỏe chẳng chung nơi ca đi khỏe cái dương đạt data chân màu chẳng cái này ní cứ vì admin call AP đại dương get tế cứ dương cron tay bạc ca và phần năng đôi khi bàn tay nơi cái này và topi chop endpoint ní phật bìa bạc thịt ní máu cứ dương miền chỉ có bía how dương ba curly brace how dươngจะ say nơi đã thay method cho bí hay dương post chẳng lại ní cứ vì nâng trời ca mùi tiết cứ header đầm bày bạch thá content bỏ dương đại dương post tới nó cứ chiaประเภท JSON file JSON data sao đây lại ní data application slash JSON haiต่อ ពីហ្នឹងគឺវាត្រូវការ body ដើម្បីឲ្យយើងទៅធ្វើការមាន body ដើម្បីផុសយើងដាក់ body ដែរបាទអញ្ចឹងបញ្ជាក់ម្ដងទៀត body កន្លែងនេះគឺវាជា JavaScript object ទេអញ្ចឹងយើងត្រូវធ្វើការបំលែងវាទៅជា JSON សិនដាក់ data របស់យើងចូលបាទអញ្ចឹងប៉ុណ្ណឹងគឺរួចជាការស្រេចប៉ុន្តែយើងត្រូវការទទួលនៅពេលដែលវា return ដូចគ្នាចឹងយើងអាចមានជា user ឬក៏ new user ចឹងមកស្មើនឹង await res.json ហើយយើងធ្វើការ return new user នឹងចេញទៅក្រៅដើម្បីនៅពេលដែលគេហៅប្រើគឺវាទទួលបាននៅ new user នឹងដែរប៉ុណ្ណឹងបាទប៉ុន្តែដូចជាអញ្ចឹងយើងអាចហៅប៉ុណ្ណឹងចូលទៅក្នុងកន្លែងណាដែលត្រូវការទទួល form input ដូចកន្លែងនេះជាដើមជាងអាចប្រើប្រាស់វានៅក្នុងនេះផ្ទាល់តែម្ដងក៏បានដែរប៉ុន្តែឆើតចង់ធ្វើអញ្ចឹងទេយើងចូលមកក្នុង action វិញមកហើយយើងចាប់ផ្ដើមធ្វើការបង្កើតនៅ function ដូចគ្នាអញ្ចឹងកន្លែងនេះដើម្បីទៅធ្វើការបង្កើតក៏ឬក៏ជាប្រកាសដើម្បីឲ្យ Next.js ចាត់ទុកអានឹងជា server action គឺយើងត្រូវការប្រកាសនៅ use server នៅខាងលើនេះមួយសិនចឹង by default component វាជា server component ប៉ុន្តែកន្លែងនេះមិនមែនជា component ទេវាគ្រាន់តែជា file JavaScript ធម្មតាចឹងដើម្បីឲ្យវាคล้ายជា server action យើងត្រូវដាក់វាថា use server ចឹងសូមមក note កន្លែងនេះដែរតែគ្នាយើងមើលច្រឡំចឹងនេះ get all ហើយនេះគឺ post serviceនេះ post action ចឹងយើងធ្វើការបង្កើតវាដូចតែយើងធ្វើការបង្កើតនៅservice ដែរទេយើងដាក់ថា add new user ប៉ុន្តែយើងបដូរពីពាក្យថា service យើងដាក់ទៅជា action វិញមកចឹងកន្លែងនេះគឺវាត្រូវការ form data ចឹងហើយប៉ុណ្ណឹងបន្តមកទៀតយើងចាប់ផ្ដើមទទួលនៅតម្លៃមួយដើម្បីយកអាតម្លៃហ្នឹងបោះទៅកាន់ line service របស់យើងហ្នឹងអញ្ចឹងកន្លែងនេះដោយសារយើងប្រើ form ធម្មតាយើងធ្វើការប្រើប្រាស់ form data មកហើយ form data គឺជាអីដែលនៅលើ search bar ហ្នឹងនេះនៅលើកន្លែងនេះអញ្ចឹងដូចយើងរៀននៅមេរៀន form component ហ្នឹងនៅពេលដែលយើងចុច submit វានឹងធ្វើការ load មកលើនេះហើយអាកន្លែងដែលយើងបញ្ជាក់ name ស្មើ email name ស្មើ name ឬក៏ name ស្មើ gender អីហ្នឹងគឺវានឹង load មកនេះអញ្ចឹងអា form data ហ្នឹងគឺវានឹងធ្វើការទៅចាប់ចេញពីអាខាងក្រោយហ្នឹងមកអញ្ចឹងយើងទៅធ្វើការប្រកាសវាមួយស្មើគេ form data .get name ចឹងណាអញ្ចឹងឆាសុំ copy មកឲ្យលឿនចឹងមិញយើងមាន email មាន gender ជាមួយនឹង email ចឹងកន្លែងនេះយើងដាក់ដូចគ្នាដែរមក
ចឹងប៉ុណ្ណឹងចឹងដោយសារតែ endpoint ហ្នឹងត្រូវការឲ្យយើងបដុំជាប៉ុណ្ណេះសិនឲ្យឈរបដុំ data ហើយយើងចាំយើងដាក់ name អីចូលតាមក្រៅយើងបដុំវាជាមក object សិនមកហើយយើងបោះទៅមក object មកហើយបានgender ចឹងប៉ុណ្ណឹងគឺយើងអាចធ្វើការហៅនៅ service របស់យើងបានហើយយើងដាក់ con new user ស្មើ await add new user service ហើយយើងបោះនៅdata របស់យើងចូលអញ្ចឹងប៉ុណ្ណឹងគឺដូចជាការស្រេចអញ្ចឹងបើសិនជាយើងអត់ចង់មាន console log អីទេយើងដាក់តា await ប៉ុណ្ណេះមកបានហើយប៉ុណ្ណឹងគឺបានតែកន្លែងនេះឆ្លើយចង់ធ្វើការ console log វាតើនៅក្នុង server នេះគឺផុសទៅបានអត់តោះអញ្ចឹងឆាដាក់ថា new user in server ប៉ុណ្ណឹងមក in action sorry ហើយណា new user មកអញ្ចឹងប៉ុណ្ណឹងហើយជាការស្រេចអញ្ចឹងយើងចូលមកក្នុង form component របស់យើងវិញអញ្ចឹងកន្លែងនេះគឺឆាមានជា form ហើយស្រេចក្នុងការផុស data អញ្ចឹងគ្នាយើងមូលហេតុអីបានឆើតដឹងថាទៅ get name get email get gender គឺកន្លែងនេះយើងអាចសម្គាល់បាននៅពេល input field name យើងដាក់ name ស្មើ name អញ្ចឹងមក email យើងដាក់ email ស្មើ sorry email យើងដាក់ name ស្មើ email អញ្ចឹងមកកន្លែង gender យើងដាក់ name ស្មើ gender អញ្ចឹងមកអញ្ចឹងនៅពេលដែលយើងធ្វើការ submit វានឹងធ្វើការ push អា name ស្មើ email name ស្មើអីហ្នឹងទៅខាងលើហើយ email ស្មើអីហ្នឹងទៅខាងលើ search bar របស់យើងហើយអញ្ចឹងនៅពេលហ្នឹងគឺអា form data ហ្នឹងវានឹងមានតម្លៃហើយយើងប្រើប្រាស់ get នេះទៀតគឺវានឹងបានមកអញ្ចឹងច្រើនធ្វើការទៅ console log មើលបដ ாய் ទៅកុំឲ្យថាអត់ជឿចឹងតោះអញ្ចឹងបន្ទាប់ពីគ្នាយើងធ្វើការទៅ save ប៉ុណ្្នឹងហើយគឺយើងចូលមកដល់ក្នុង user sorry form វិញគឺយើងត្រូវការដាក់នៅរបស់មួយបន្ទាប់ពីយើងធ្វើការឲ្យ name វាស្មើអី name វាស្មើអីហើយយើងនឹងធ្វើការហៅ server ហ្នឹងចូលមកក្នុងនេះតែម្ដងអញ្ចឹងដើម្បីធ្វើការហៅវាបានគឺយើងមិនហៅ on submit អីទៀតទេគឺយើងហៅវាជា action យកមកអញ្ចឹង action កន្លែងនេះគឺយើងហៅ server មិញហ្នឹង direct ចូលទៅក្នុងកន្លែងហ្នឹងផ្ទាល់តែម្ដងតោះអញ្ចឹងឆឹងធ្វើការហៅគេ add new user action អញ្ចឹងយើងហៅប៉ុណ្្នឹងមកឲ្យយើងបំលែង component ហ្នឹងទៅជា use client សិនមកតោះអញ្ចឹងប៉ុណ្្នឹងជានៅពេលដែលយើងធ្វើការមក select ផុសនៅលើនេះវិញតោះឧទាហរណ៍ថាឥឡូវយើងធ្វើការផុស data ដាក់ថា thida @gmail.com ហើយដាក់ female ចឹងនៅពេលដែលយើង add user ចឹងយើងអត់ដឹងថាវាទៅក៏អត់ទេចឹងយើងមកមើលបានន័យថាយើងផុសទៅបានដោយជោគជ័យហើយ data របស់យើងដែលយើងធ្វើការ console log នៅទីនេះក៏វាមានដែរអញ្ចឹងបានន័យថាយើងធ្វើការ post data ហើយប៉ុន្តែហេតុអីបានវាអត់ fetch មកគឺយើងនៅខ្វះអីគេគឺយើងនៅខ្វះ revalidation ចឹងដើម្បីធ្វើការដាក់ revalidation បានយើងមានជម្រើសពីរទីនេះនៅកន្លែង post នេះយើងដាក់វា revalidate path ក៏បានដែរប៉ុន្តែដោយសារយើងនៅក្នុង user នៅខាងក្រៅនៅrootអញ្ចឹងយើងដាក់វាជា revalidate tag មកនេះហើយយើងដាក់ tag របស់យើងមក user អញ្ចឹងដើម្បីឲ្យអា revalidate tag នឹងដំណើរការនៅក្នុង service នេះកន្លែង get នេះ next ហើយយើងដាក់ tag មកអញ្ចឹងបញ្ជាក់ម្ដងទៀតអា tag ហ្នឹង version ថ្មីគេតម្រូវឲ្យយើងដាក់វាមាន2បែបនេះតែ version ចាស់យើងមិនបាច់ដាក់ទេយើងដាក់តែ user ទៅប៉ុណ្្នឹងទៅបានហើយអញ្ចឹងយើងទៅធ្វើការ post data មកភាសាទៀតឧទាហរណ៍ថាឈើដាក់ថាWanda អញ្ចឹង copy ឈ្មោះដាក់ wanda@gmail.com ឲ្យ select មកអញ្ចឹងនៅពេលដែលឆើផុស
វាពង render ហើយវានឹងធ្វើការផុសទៅហើយវានឹងធ្វើការ validate ហើយ fix មកសារថ្មីឲ្យយើងអញ្ចឹងអាហ្នឹងគឺយើងការប្រើប្រាស់ post data ជាមួយនឹង server action ធម្មតាតោះឥឡូវយើងចាប់ផ្ដើមទៅមកចំណុចទៀតតើតើជាមួយនឹង sort ជាមួយនឹងform របស់ React អញ្ចឹងយើងធ្វើការ post data បានហើយអញ្ចឹងយើងចាប់ផ្ដើម move ចូលមកចំណុចទៀតតោះដែលមកចំណុចទៀតហ្នឹងគឺតាក់ទងទៅនឹង sort ដែលវាជា library មួយក្នុងការទៅ handle ក៏ដូចជា validate ទៅលើ form input របស់យើងអញ្ចឹងក្នុងករណីដែលឧទាហរណ៍ថាយើងអត់ដាក់អីគេនៅលើ form របស់យើងទេដាក់តែឈ្មោះពីរប៉ុណ្ណឹង email យើងដាក់អត់ត្រូវ gender យើងអត់អីទេដោយសារ gender យើងជា select ហើយ email នេះដោយសារវាជាប់ type នៅកន្លែង input email ប៉ុន្តែចំពោះឈ្មោះឧទាហរណ៍ថាឈ្មោះឆើដាក់តែប៉ុណ្ណឹងហើយយើងនៅតែអាច user នឹងទៅបានអញ្ចឹង sort ហ្នឹងគឺជា library ខាងក្រៅមួយដើម្បីអនុញ្ញាតឲ្យយើងទៅធ្វើការ revalidate ទៅលើ form input របស់យើងឃើញអត់សូម្បីឈ្មោះឆើដាក់ប៉ុណ្ណឹងក៏ផុសទៅបានដែរអញ្ចឹងចំពោះ sort គឺឆើបានធ្វើការ install វាហើយអញ្ចឹងយើងអាចហៅវាមកប្រើនៅក្នុង form input component របស់យើងបានហើយតោះអញ្ចឹងដើម្បីធ្វើការប្រើប្រាស់ sort បានជាមួយនឹងReact form បានគឺយើងដាក់វាជា use client មកឆើដាក់ហើយអីអញ្ចឹងយើងទៅធ្វើការ ដំបូងយើងធ្វើការ import z from sort តោះអញ្ចឹងដើម្បីធ្វើការឲ្យមាន revalidation ទៅលើ form របស់យើងដំបូងគឺយើងត្រូវការមានជា schema មួយសិនអញ្ចឹងកន្លែងនេះបើគ្នាយើងធ្វើការលើ product យើងដាក់ product schema មកធ្វើការនៅលើអីគេនៅលើuser យើងដាក់ user schema មកអញ្ចឹងគណៈនេះគឺឆើកំពុងតែធ្វើការជាមួយ user អញ្ចឹងយើងដាក់ user schema មកអញ្ចឹងកន្លែងហ្នឹងបានន័យថាក្នុងករណីដែលគ្នាយើងមាន input name ហ្នឹងច្រើនកន្លែងអញ្ចឹងយើងទៅសេតកន្លែងនេះតែម្ដងយើងអាចហៅវាបានច្រើនកន្លែងហើយតោះអញ្ចឹងឧទាហរណ៍ថាឥឡូវឆើនឹងធ្វើការ schema ស្មើនឹង z.object ប៉ុណ្ណេះចាំភាសាទៀតបង្កើត schema ស្មើ z ដែលយើង import មិញ .object ប៉ុណ្ណឹងមកអញ្ចឹងឧទាហរណ៍ថាយើងមាន name តើអត់មែន name ចុច2ស្មើនឹងអីគេ z.string នេះ .string មកហើយយើងអាចធ្វើការដាក់ min ឬក៏ make ឲ្យវាបានឃើញដាក់មក min ចឹងវាជា object យើងដាក់វាមកអញ្ចឹងមានប្រហែលពាក្យ3ពាក្យហើយយើងមានជា message ថាម៉េច message ដាក់ថាអូខេmessage ដាក់ថាម៉េចគ្នាយើងអីគេ name must be more than 3ហើយយើងអាចធ្វើការដាក់ make វាបានដែរអញ្ចឹងយើងអាចដាក់ទៅដាក់ make 50អីចឹងទៅយើងអាចដាក់ message បានទៀតដែរ name អីគេ must be less than 50 អីចឹងទៅអញ្ចឹងអាហ្នឹងគឺយើងបានទៅលើ object name នេះមួយហើយ field name នេះមួយហើយអញ្ចឹងបន្តមកទៀតយើងចង់ធ្វើទៅលើអីគេយើងមាន email អញ្ចឹងកន្លែងនេះយើងអាចហៅ z ដូចគ្នាទៅ .email ប៉ុណ្ណឹង .string មួយទៀតបែបនេះក៏បានដែរឬក៏យើង តែ email ទៅទេក៏បានដែរអញ្ចឹង email យើងអាចធ្វើការដាក់ pattern ដាក់អីកន្លែងហ្នឹងគឺច្រើនទៀតអញ្ចឹងយើងដាក់ថាអីគេ dot នេះ message អីចឹងតោះអត់អីដាក់លើ string វិញតោះអញ្ចឹងកន្លែងនេះវាធ្វើការចាប់ validation ទៅលើ email របស់យើងប៉ុន្តែឆើចង់ដាក់ min make វានៅកន្លែងនេះវិញ
តែមែនតែនទៅយើងមិនបាច់ដាក់ min make វាក៏បានដែរព្រោះវាចាប់ email ហើយហើយប៉ុន្តែដោយសារចង់បាន message ដូចគេអញ្ចឹងយើងដាក់មកmessage អូខេ please enter valid ជប់ please enter valid email ចឹងមកតើមកទៅយើងនៅ form មួយគេមួយទៀតនៅ gender តែដោយសារគេ gender របស់យើងគឺអត់ error មែនតោះដូចជា dot email ពេលក្រោយyes ចឹង gender របស់យើងគឺអត់ត្រូវការមានជា validate អីទេដោយសារយើងធ្វើការ validate វាដោយសារតែវាជាការ select តែបើយើងមិនមែនជាការ select ដូចឆើទេកន្លែងនេះបើអត់មាន select ទេយើងដាក់ validate ដូចគេមកអញ្ចឹងប៉ុណ្ណឹងគឺយើងអាចធ្វើការហៅវាយកទៅប្រើនៅក្នុង form យើងបានហើយប៉ុន្តែដោយសារតែ form របស់យើងហ្នឹងគឺវាគាត់តែជា form ធម្មតាវាជា normal form អញ្ចឹងហើយបានគេឲ្យយើងទៅធ្វើការប្រើប្រាស់ជាមួយនឹង React form ចឹងដើម្បីធ្វើការប្រើប្រាស់ React form បានដំបូងយើងត្រូវមានជាដំបូងយើងធ្វើការទៅយក destructuring data ចេញពី use form របស់យើងសិនអញ្ចឹងយើងមាន use form នេះគឺវាដូច use effect use state យើងអញ្ចឹងដែរគ្នាយើងអញ្ចឹងយើងទៅ destruct data ចេញពី use form មក use form ចេញពី React hook form ប៉ុណ្ណឹងមកអញ្ចឹងកន្លែងនេះគឺយើងអាច destructuring វាបានច្រើនផ្នែកច្រើនកន្លែងប៉ុន្តែរបស់ដែលសំខាន់ដែលយើងត្រូវការហ្នឹងគឺមាន2ទី1គឺ register ដែលយើងត្រូវការយកបដ ாய் ហើយទី2គឺ submit ដែលយើងត្រូវការដើម្បីឲ្យវាទៅ execute នៅពេលដែលយើង submit របស់យើងហ្នឹងហើយមួយទៀតយើងអាច destructuring យក reset ហើយនឹង form state ដែល form state ហ្នឹងគឺជាគណៈពេលណាមួយនៃ form របស់យើងអាចពេលដែលយើងកំពុងតែ submit ពេលដែល submit ហើយឬក៏ពេលដែល form ហ្នឹងមានការ error អញ្ចឹងដោយសារតែសម្រាប់ធ្វើ optimistic update អញ្ចឹងយើងយកតែ error ប៉ុណ្ណឹងមកគឺបានជាការស្រេចបាទអញ្ចឹងប៉ុណ្ណឹងបានហើយប៉ុន្តែនៅក្នុងនេះគឺវាត្រូវការរបស់2អញ្ចឹងវាត្រូវការទី1គឺវាត្រូវការ resolver ដែល resolver ហ្នឹងគឺជាសញ្ញារបស់គេដែលយើង resolver ហ្នឹងគឺយើងយកចេញពី result របស់យើងហ្នឹងហើយនេះ result resolver ហ្នឹងមកអញ្ចឹង result resolver ហ្នឹងគឺវាត្រូវការនឹង parameter មួយទៀតអញ្ចឹងវាត្រូវការ parameter user schema របស់យើងប៉ុណ្ណឹងមកបានហើយបានន័យថា use form វា use form នេះវានឹងធ្វើការយកអានេះដើម្បីទៅ map ទៅលើ form របស់យើងហ្នឹងអញ្ចឹងដើម្បីកន្លែងនេះគឺយើងអត់ធ្វើការហៅ action ទៀតទេគឺយើងហៅ on submit វិញប៉ុន្តែ on submit នេះគឺយើងដាក់ធម្មតាសិនមកកន្លែងនេះយើងអត់ទាន់មានអីដើម្បីទៅ execute server action យើងវិញទេអញ្ចឹងហើយបើយើងត្រូវការមាន handle submit ប៉ុន្តែ handle submit ហ្នឹងវាជាអីគេវាជាកន្លែងដែល handle submit ឲ្យយើងទេមែនតើទៅគឺយើងត្រូវការនៅ function មួយទៀតអញ្ចឹងយើងបង្កើត function មក handle ដាក់អីគេ submit form អូខេចាំដាក់លើ submit form អញ្ចឹងកន្លែងនេះគ្នាយើងអីគេអាចធ្វើការប្រើប្រាស់ try catch ក៏បានមិនបាច់ប្រើប្រាស់ try catch ក៏បានដែរយើងគ្រាន់តែអីគេតោះដាក់ជា async function អញ្ចឹងយើងដាក់អីគេឥឡូវឆើសុំជា arrow function មកទៅsubmit form ស្មើ async ដោយសារតែ server action យើងវាជាអីគេវាជា await អញ្ចឹងយើងហៅវាមកវាជា await អញ្ចឹងយើងត្រូវការប្រើប្រាស់វាជា async function អញ្ចឹងយើងដាក់អីគេយើងដាក់ await វាមកហើយហៅមក add new user action អញ្ចឹងកន្លែងនេះគឺវាត្រូវការ
data ហ្នឹងយើងបោះ data ចូលមកហើយបោះ data ដែលមកតោះអញ្ចឹងប៉ុណ្្នឹងបានហើយបន្ទាប់ពីហើយយើងឲ្យវា reset មកអូខេអញ្ចឹងប៉ុណ្្នឹងគឺយើងបានហើយតមកទៀតបានយើងធ្វើការហៅអា submit form នេះចូលអញ្ចឹង submit form នេះយើងមិនហៅចូលឆៅបដោយទេគឺយើងហៅអា handle submit របស់resolver របស់react form ហ្នឹងសិនអញ្ចឹងយើងហៅ handle submit បានយើងធ្វើការបោះអា submit form យើងចូលអញ្ចឹងប៉ុណ្្នឹងមកតមកទៀតយើងចង់ធ្វើការ style វានៅពេលដែលយើងដាក់ code ដាក់អីហ្នឹងឲ្យវាចេញអីអញ្ចឹងយើងទៅធ្វើការ style វាមកតោះយើងអត់ទាន់ style វាបានទេកន្លែងនេះគឺយើងត្រូវការហៅ register មួយសិនអញ្ចឹងអាកន្លែង register ដែលយើង structuring វាចេញពី use form នេះគឺវាមានតួនាទីក្នុងការ map អាកន្លែងដែលយើងដាក់ revalidate ហ្នឹងទៅលើ field របស់យើងអញ្ចឹងឧទាហរណ៍ថាយើងដាក់ name កន្លែងនេះអញ្ចឹងយើងដាក់ register ទៅលើ name ដែរមកប៉ុន្តែបើយើងយក register name វិញមកដាក់កន្លែងនេះបានន័យថាម៉េចអា name នេះនឹងធ្វើការ revalidate ទៅលើទៅធ្វើការ validate ទៅលើ email វិញប៉ុន្តែបើយើងយកដាក់កន្លែងនេះនៅលើ name វានឹងធ្វើការ validate ទៅលើ name របស់យើងតោះអញ្ចឹងកន្លែងនេះយើងចង់ keep name អញ្ចឹងក៏បានយើងចង់ដកចោលក៏បានដែរឥឡូវយើង keep ទៅតែយើងហៅជំនួសមកវិញដោយការប្រើប្រាស់ចុច3 register ហើយយើងដាក់ name ចូលដូចគ្នាដែរមកឃើញយើងដាក់មកវាចេញ name អត់អញ្ចឹងកន្លែងហ្នឹងគឺវាដូច map ឬក៏សម្គាល់ឲ្យដឹងថា form កន្លែងនេះឲ្យ react hook របស់យើងប្រើប្រាស់ឬក៏ zone ហ្នឹងយកអានេះទៅ validate ទៅលើ field input មួយនេះអញ្ចឹងកន្លែង email នេះក៏យើងដូចគ្នាដែរយើងដាក់ដូចគ្នាដែរមក register អីគេ email អញ្ចឹងប៉ុណ្ណឹងគឺបានហើយអញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការលេង style បានអញ្ចឹងដោយសារច្រើនមាន style ហើយស្រាប់ចាគ្រាន់តែ copy វាមកអូខេ copy កន្លែងនេះមកកន្លែងនេះបើសិនជាក្នុងករណីដែលវាមាន error វានឹងធ្វើការ load ចេញ border ក្រហមហើយកន្លែងនេះមួយទៀតយើងអាចធ្វើការដាក់ style ពីក្រោមវាទៅលើ style text អញ្ចឹងគ្នាយើងអាចទៅសេបានឈើអត់ទៅសេទេកុំឲ្យខាតពេលយើងយូរអញ្ចឹងនៅពេលដែលយើង error ទៅលើ name ហ្នឹងបានន័យថា name ហ្នឹងយើងបញ្ចូលខុសពីអីដែលយើង validate នេះអញ្ចឹងវានឹងបញ្ចេញជា message ឲ្យយើងហើយនេះ message កន្លែងយើងទៅដាក់វានៅក្នុង message នេះណាចឹងនៅកន្លែង email នេះក៏ដូចគ្នាដែរយើងធ្វើការដូចតែគ្នាទេអញ្ចឹងឈើមានជា style ហើយស្រាប់ហើយយើង copy ដូចគ្នាមកឆា copy ទៅលើ class name របស់វា sorry ទៅលើ style class name ប៉ុណ្ណឹងហើយទៅលើ error អញ្ចឹងកន្លែងនេះerror name កន្លែងនេះយើងដូរពី name ដាក់ជា email វិញតោះអញ្ចឹងប៉ុណ្ណឹងបានយើងអាចមកមើលលើ form របស់យើងហើយឆាធ្វើការ refresh វាមួយតោះឥឡូវឆាលុបចោលអញ្ចឹងយើងអាចមើលឃើញថាដំបូងគឺវាអត់ទាន់ validate ទេវាអត់ទាន់ validate ឲ្យយើងទេតតែយើងដាក់អីគេហើយបានវាចេញឲ្យយើងឃើញអត់ត្រូវ email ទេហើយឈ្មោះក៏អត់ត្រូវដែរហើយកន្លែងនេះគឺជាកន្លែងដែលយើងដាក់ message នឹង invalid message address អីចឹងទៅណែយ៉ាចឹងគ្នាយើងបាទយើងបានប៉ុណ្ណឹងហើយយើងអាច validate ទៅលើ form របស់យើងបានហើយអញ្ចឹងយើងឲ្យដាក់ថាអីគេបញ្ញាអញ្ចឹងមកអញ្ចឹងនៅពេលដែលវាដាក់ត្រូវគឺវានឹងចេញត្រូវតែបើអត់ទេគឺវានឹងចេញ error ឲ្យតោះបញ្ញាហើយយើងមានបញ្ញានេះ @gmail.com ហើយដាក់ mail អីចឹងទៅដោយសារយើងជា select ចឹងទៅយើងអត់ពិបាក validate ទេតោះអញ្ចឹងយើង add new user អញ្ចឹងយើងឃើញថាមានការ error បន្តិចហើយអូខេតោះ
ចឹងកន្លែងនេះគឺខុសបន្តិចចឹងនៅពេលដែលយើងធ្វើការប្រើប្រាស់ជាមួយនឹង sort ជាមួយនឹង form ចេញពី React គឺនៅក្នុង server របស់យើងគឺយើងអត់ចាំបាច់ធ្វើការ get form data អីទៀតទេគឺយើងគ្រាន់តែទៅ get data មកហើយលុបប៉ុណ្ណេះចេញមកចឹងយើងបោះ data ទៅតែប៉ុណ្្នឹងមកគឺបានហើយនៅពេលដែលយើងធ្វើការមួយ sort ហើយឆោភ្លេចមួយ step មិនតោះចឹងយើងបកមកលើនេះវិញយើងមានឈ្មោះយើងបញ្ញា data ប៉ុណ្ណេះដែរចឹងនៅពេលដែលយើងចុចមកអញ្ចឹងវាកំពុងតែធ្វើការផុសទៅកាន់ background របស់យើង sorry ផុសទៅកាន់ API របស់យើងអញ្ចឹងសួរថានៅគណៈដែលយើងផុសនេះយើងត្រូវចាំវាបន្តិចតើអញ្ចឹងវា bad UX អត់គឺវា bad UX ទោះបីជាយើងផុសហើយវា load ចេញចាំមួយ plate មកភ្លាមក៏ដោយក៏វាជាការ bad UX មួយដែរអញ្ចឹងហើយបានគេមាននៅ concept អីគេ concept use optimistic update នឹងចេញមកអញ្ចឹង use optimistic update ហ្នឹងគឺដើម្បីធ្វើការ improve ទៅលើ UX របស់យើងហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការ upload ភ្លាមឬក៏ post new user ភ្លាមអា data ទាំងអស់ហ្នឹងគឺវានឹងមាននៅលើនេះតែម្ដងនៅលើ page របស់យើងតែម្ដងអញ្ចឹងអាកំឡុងពេលដែលយើងដាក់ fake data នៅលើ page របស់យើងហ្នឹងអា background process ហ្នឹងគឺវានឹងធ្វើការទៅកាន់ server ឬក៏ទៅតាមអីចឹងទៅអញ្ចឹងនៅពេលដែលវា respond វិញមកក្នុងករណីដែលវា error វានឹងធ្វើការដក form ហ្នឹងចេញហើយមានជា message error ចឹងទៅតែបើសិនជាវាបោះមកវាផុសទៅ success គឺវានឹងធ្វើការ replace អា data success ហ្នឹងវិញតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរឈរមកសេរី API របស់ឈរកន្លែងនេះបន្តិចដាក់ទៅ3ឬក៏2ទៅតោះអញ្ចឹង refresh មកវិញឥឡូវយើងមានតែ2ទេអញ្ចឹងដើម្បីធ្វើការ use optimistic update បានទី1គ្នាយើងត្រូវធ្វើការមាននៅ page មួយទៀតដើម្បីធ្វើការហៅជា client តោះទី1យើងទៅធ្វើការបំលែង page របស់យើងទៅជា client មកព្រោះ use optimistic អត់អាចប្រើជាមួយនឹង server បានទេអញ្ចឹងកន្លែងនេះយើងធ្វើការលុបចោលទាំងអស់មកឬក៏យើង copy ប្រព័ន្ធនេះមកហើយយើងទៅបង្កើតនៅ page ថ្មីមួយទៀតអញ្ចឹងចូលដាក់នៅ component ចុះដាក់ថា user page.jsx អញ្ចឹងក្នុង page នេះគឺយើងដាក់ជា use client ដើម្បីធ្វើការប្រើប្រាស់ use optimistic បានហើយយើងធ្វើការបង្កើតជា component functional component ធម្មតាដោយការដាក់បែបនេះវិញប៉ុន្តែជំនួសឲ្យប៉ុណ្ណឹងយើង complete ទៅ import វាមកផងអីគេមាន user card component ជាមួយនឹង form input component ប៉ុណ្ណឹងមកអញ្ចឹងកន្លែងដែល page របស់យើងផ្ទាល់វិញគឺយើងមានតួនាទីតែមួយយ៉ាងគត់គឺបោះ data ហ្នឹងទៅឲ្យ user page អញ្ចឹងយើងបោះជា prompt មកជា prompt sorry user អញ្ចឹងមកកាន់ user page យើងមាន user ដែរមកប៉ុណ្ណឹងអញ្ចឹងយើងអាចមកមើលលើ page របស់យើងវិញគឺវាចេញធម្មតាអញ្ចឹងកន្លែង grid នេះ copy ទាំងអស់យកមកដាក់នៅកន្លែង class នេះមកប៉ុណ្ណឹងអញ្ចឹងវាចេញធម្មតាគ្រាន់តែយើងត្រូវការមានមក page ទៀតដើម្បីធ្វើការប្រើប្រាស់វាជា use client អញ្ចឹងដើម្បីធ្វើការប្រើប្រាស់នៅ use optimistic នឹងបានយើងចូលមកក្នុង page ដែលយើងបង្កើតថ្មីហ្នឹងមកយើងទៅ import optimistic update use optimistic sorry use optimistic ចេញពី React ប៉ុណ្ណឹងមកអញ្ចឹងអា use optimistic ហ្នឹងវាស្តៀងតែ use suffix use state របស់យើងដែរទេដែលទី1គឺវានឹងត្រូវការឲ្យយើងធ្វើការប្រកាសវាជាមានជា state និងមានជា action sorry មានជា current state ជាមួយនឹង server មានជា current state ហើយនឹង
function ដើម្បីទៅ update state មួយហ្នឹងអញ្ចឹងកន្លែងនេះទី1គឺ current state អញ្ចឹងយើងដាក់ថា optimistic user មកព្រោះយើងធ្វើការនៅលើ user ទី2ដោយសារវាជា function យើងដាក់វាថា set optimistic user ប៉ុណ្ណឹងអញ្ចឹង user ដាក់អក្សរ U ធំក៏បានដែរតមកទៀតបើយើងធ្វើការស្មើនឹង use optimistic ប៉ុណ្ណេះអញ្ចឹងកន្លែងនេះគឺវាត្រូវការរបស់2យ៉ាងទី1គឺវាត្រូវការ current state ដែលជា user របស់យើងបោះមកពីកន្លែងដែលយើង fix មិញហ្នឹងទី2គឺវាត្រូវការ function ដើម្បីទទួលយកនៅdata ដែលយើង input ហ្នឹងអូខេទី2គឺវាត្រូវការនៅ function មួយដើម្បីធ្វើការទទួលយក data ហ្នឹងដើម្បី add ចូលទៅក្នុង list render ចេញជា fake data មួយសិនដើម្បីឲ្យមានជា form ភ្លាមនៅកំឡុងពេលដែល API យើងកំពុងតែដំណើរការអញ្ចឹងកន្លែងនេះគឺយើងនឹងធ្វើការដាក់វារបៀបនេះទី1យើងត្រូវការនេះ current state របស់យើងមានហើយទី2គឺយើងមាន2ប្រភេទអញ្ចឹងយើងត្រូវការវាជា current user ឬក៏យើងដាក់ឈ្មោះអីក៏បានដែរអា user ដែលយើងធ្វើការ set នៅលើ form យើងភ្លាមយើងដាក់ប៉ុណ្ណឹងមកបន្តមកទៀតយើងមានជា new user អា user ដែលយើងទទួលបានពី API អញ្ចឹងកន្លែងនេះវា response ជាកន្លែងនេះវាត្រូវការយើងសរសេរ syntax វាបែបនេះឲ្យមានជា return អញ្ចឹងយើងដាក់ return វាបែបនេះ spread នៅ current user របស់យើងជាមួយនឹង new user អញ្ចឹងកន្លែងនេះគឺជា syntax របស់គេទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចាំមកប៉ុណ្ណឹងបន្តមកទៀតយើងធ្វើការផ្លាស់ប្ដូរពីការយក user មែនតើទៅ map យើងប្រើប្រាស់នៅ optimistic user នេះវិញដើម្បីធ្វើការ map អូខេហើយកន្លែង form input នេះគឺយើងបោះនៅ function របស់យើងហ្នឹងទៅដើម្បីឲ្យ form ធ្វើការ execute យ៉ាអញ្ចឹងកន្លែងនេះឆើដាក់ថា on submit អញ្ចឹង on submit នេះមិនមែនជា function ទេវាគ្រាន់តែជាឈ្មោះ prop ទេប៉ុន្តែឈ្មោះ prop ហ្នឹងគឺមានតម្លៃជា function អញ្ចឹងត្រឡប់មកលើ form របស់យើងវិញតែយើងត្រូវការមានអីគេអញ្ចឹងនៅក្នុង version ថ្មីគឺ use optimistic គឺគេតម្រូវឲ្យយើងធ្វើការ wrap វានៅក្នុង start transition អញ្ចឹងបើយើងអាចដាក់ start transition ហ្នឹងទេវានឹង error បាទអញ្ចឹងដើម្បីធ្វើការដាក់ transition ហ្នឹងបានយើង import វា transition use sorry ឈ្មោះថា start transition ចេញពី React ខាងទី3ហ្នឹងមកប៉ុណ្ណឹងមកអញ្ចឹងកន្លែងនេះយើងកែតែបន្តិចទេយើងគ្រាន់តែដាក់អីគេឈ្មោះរបស់យើងអីគេ on submit មិញហ្នឹងឆាត់ back ទៅមើលកន្លែង form វាវិញឆាត់ដាក់មិញ user page ឆាត់ដាក់ on submit អូខេហើយនេះ on submit ដាក់អក្សរធំតូចមកអញ្ចឹងកន្លែងនេះគឺប៉ុណ្ណឹងអញ្ចឹងកន្លែងនេះគឺយើងកែតែមិនតិចទេពីការ submit ឆៅបែបនេះគឺយើងដាក់វាជា try catch error ប៉ុណ្ណឹងមកហើយយើងធ្វើការយកអានេះមកដាក់នៅក្នុងនេះវិញមកអញ្ចឹងដោយសារតែយើងមិនមានជាគេfake data អន្តរព្រោះយើងត្រូវការ data ទៅ pop up ភ្លាមនៅពេលដែល submit អញ្ចឹងគ្នាយើងធ្វើការបង្កើតនៅអីគេ object មួយដើម្បីតំណាងនៅ fake data ហ្នឹងដែល fake data ហ្នឹងគឺយើងត្រូវការពីអីគេពី input form របស់យើងអញ្ចឹង input form របស់យើងมันមានពី data នេះតើអត់អញ្ចឹងយើងធ្វើការបង្កើតនៅអីគេ con ចូលដាក់ថា fake user អញ្ចឹងយើងអាចធ្វើការដាក់ name ឲ្យគាត់បានប៉ុន្តែកន្លែងនេះគឺយើងត្រូវការ require នៅ ID មួយអញ្ចឹង ID ហ្នឹងគឺអានេះជា recommend របស់គេឲ្យយើងដាក់បែបនេះ
តែមែនតើគ្នាយើងអាចទៅសេ logic បែបផ្សេងក៏បានដែរអញ្ចឹងដោយសារតែយើង post data គឺយើង post ទៅលើម៉ោងផ្សេងគ្នាអញ្ចឹងគឺ sorry ចាំប្រកាសខុសវាអត់ជាន់គ្នាទេហើយមួយទៀតយើងធ្វើការ spread នៅ data របស់យើងមកអញ្ចឹងប៉ុណ្ណឹងគឺយើងមានជា fake user មួយហើយអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមហៅអា start transition នៅលើនេះមកអញ្ចឹងវាជា function ហើយយើងវាទទួលជា callback អញ្ចឹងកន្លែង callback នេះយើងចាប់ផ្ដើមហៅអា function ដែលយើង pass មកពី page user page របស់យើងនេះយើងចាប់ផ្ដើមហៅអានេះទៅណាកន្លែងនេះអញ្ចឹងយើងហៅមក on submit យើងបោះអា fake user របស់យើងចូលមកប៉ុណ្ណឹងគឺរួចជាការស្រេចបន្តមកទៀតយើងធ្វើការអានេះយើងធម្មតាប៉ុន្តែដោយសារតែឈើធ្វើការប្រើប្រាស់ toast អញ្ចឹងគ្នាយើងអាចដាក់បែបនេះ toast dot អញ្ចឹងដោយសារ toast ហ្នឹងគឺវាមាន state របស់គេឈើដាក់បែបនេះមក add new user successfully អញ្ចឹង toast ហ្នឹងគ្នាយើងអាចទៅ install ចេញពី sooner បានប៉ុណ្ណឹងអញ្ចឹងនៅសល់យើងទៅ handle មួយទៀតអញ្ចឹងបើសិនយើងមាន error ដាក់ toast dot error អញ្ចឹងមកដាក់ something went wrong ប៉ុណ្ណឹងមកអញ្ចឹងយើងអាចទៅមើលលើ page របស់យើងវិញអូខេឈើខុសមួយកន្លែងហើយតោះឈើខុសបន្តិចកន្លែងនេះយើងយកនេះយក optimistic នេះយកមក map ដាក់ខុសហ្នឹងណាហើយកន្លែងនេះយើងហៅអា user card យើងវិញមកប៉ុណ្ណឹងមកយើងមកមើលលើនេះគឺវាមានធម្មតាតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរច្រើននឹងធ្វើការ inspect ឲ្យគ្នាយើងមើលយើងមកមើលកន្លែង network មកអញ្ចឹងកន្លែងនេះมันជាកន្លែងដែលវាបង្ហាញគ្នាយើងថាជាដំណើរការមិនដែលឈើបាន demo ហ្នឹងតោះអញ្ចឹងមិញដូចនៅក្នុងកន្លែងយើង fix post មិញហ្នឹងគឺយើងរងចាំវាបន្តិចសិនដើម្បីឲ្យវាធ្វើការ fetch render អីហ្នឹងនៅខាង server ប៉ុន្តែនៅពេលដែលយើងធ្វើការប្រើប្រាស់ជាមួយនឹង U optimistic គឺអត់ទេគឺវានឹងធ្វើការចេញជា form មកយើងសិនបើ error មិនបានវា remove តាមក្រោយតោះអញ្ចឹងយើងchờធ្វើការ post ដូចគ្នាដាក់ថា Wanda អូខេដាក់ Gmail ដូចគ្នា Wanda ហើយ select mail អញ្ចឹងអញ្ចឹងនៅពេលដែលឆាប់ថុកពងគឺវាចេញភ្លាមមកទាំងដែរខាងក្រោយ server នេះគឺកំពុងតែដំណើរការចឹងនៅពេលដែលវាធ្វើការដំណើរការបានហើយនេះនៅពេលដែលវាដំណើរការហើយបានវាធ្វើការចាប់យកអា data ចេញពីserver ហ្នឹងមក replace នៅលើនេះវិញនេះមកអត់ចឹងនៅពេលដែលយើងធ្វើការ refresh មកគឺ data ហ្នឹងគឺនៅតែប៉ុណ្ណឹងដោយសារនេះនៅពេលដែលយើង post គឺយើងយក data ហ្នឹងយកមក replace ហើយវា response បានវាចាប់យកអានឹងមកដាក់វិញអញ្ចឹងយើងអាចមើលម្ដងទៀតនៅលើនេះឥឡូវឆាធ្វើការ refresh ហើយ clear cache ចោល reload page អញ្ចឹងយើងមើលនៅលើនេះគឺវាគ្រាន់តែ render ធម្មតាទេវា render ធម្មតាអញ្ចឹងឧទាហរណ៍ថាឆាធ្វើការដាក់ network ឲ្យយឺតតោះធ្វើការដូចជានៅក្នុងណានេះមកឡើយឆាដាក់វាខាងក្រោមស្រួលមើលជាងតោះនៅក្នុង network ហើយឆាដាក់វាជា 3G ចុះតោះដាក់វាមកគៀនវិញអញ្ចឹងគ្នាយើងអាចឃើញអញ្ចឹងនៅពេលទោះបីជាយើង internet slow មិនក៏ដោយនៅពេលដែលឆា post ថាបានហុងចុះហើយដាក់ថាហុង hacker at gmail. sorry gmail. ហើយដាក់ mail ហើយវាចេញ gender 3ដោយសារយើងដាក់ gender នេះវាអត់ទៅតោះអត់អីទេអត់
សំខាន់ទេសំខាន់ចង់ demo កន្លែងដែលគ្នាយើងអាចធ្វើការប្រើប្រាស់ use optimistic ហ្នឹងបាទតោះអញ្ចឹងកន្លែងនេះគឺនៅពេលដែលយើងចុច add new user មកទោះបីជា internet យើង slow ក៏ពិតមែនក៏ប៉ុន្តែយើងនៅតែអាច post data ហ្នឹងទៅលើ UI របស់យើងសិនតើយើងអាចមើលឃើញនៅពេលដែលចុចប៉ក់គឺវា load មកភ្លាមហើយវា add new user មកភ្លាមប៉ុន្តែទាំងដែលការងារ background ហ្នឹងគឺវាកំពុងតែដំណើរការអត់ទាន់ success ទេគ្នាយើងអាចមើលឃើញនេះតតែមកដល់កន្លែងនេះបានវាចាប់ផ្ដើម render success អញ្ចឹងក្នុងកន្លៈពេលប៉ុណ្ណេះគឺវាកំពុងតែដំណើរការនៅ background process របស់យើងនឹងប៉ុណ្ណឹងនេះរហូតតមកដល់នេះបានវាទទួលការ response ចេញពី server មកវិញបានវាយកអីដែល server response មកហ្នឹងមកដាក់នៅលើ card មួយហ្នឹងវិញអញ្ចឹងអ្នកទាំងអស់គ្នាអាចតន់បានហើយអញ្ចឹងមួយទៀតនៅក្នុងគណៈពេលដែលឧទាហរណ៍ថា API របស់យើងឬក៏ backend របស់យើង error ចូលមកកែលុបកន្លែង service នេះចេញដក URL នេះចោលអញ្ចឹងឧទាហរណ៍ថាឥឡូវ backend របស់យើងគឺ error ហើយbackend របស់យើងគឺមានការ error ហើយតោះអញ្ចឹងយើងធ្វើការ post data ទៅដូចគ្នាសូមដាក់វាជាឧទាហរណ៍ហើយដាក់ថា female អញ្ចឹងនៅពេលដែល post ទៅទោះបីជាវា error មិនក៏ដោយក៏វានៅតែ post ទៅដែរឃើញអត់តើតែមានការ error បានវា remove ចេញពី UI របស់យើងអញ្ចឹងកន្លែងនេះគឺវា improve UX ត្រង់ថាយើង post ភ្លាមទៅភ្លាមអញ្ចឹងបើសិនជាក្នុងករណីមាន error បែបណាបានវាធ្វើការremove ចេញពី UI របស់យើងវិញអញ្ចឹងកន្លែងនេះគឺបែបហ្នឹងអញ្ចឹងគ្នាយើងអាចមើលម្ដងទៀតចំណាក់ CG អញ្ចឹងឧទាហរណ៍ថានៅពេលដែលយើង post ប៉ក់គឺវាអត់ទាន់ send ទៅកាន់ server ទេនេះវាអត់ទាន់ send ទៅកាន់ server ទេតតែវា send ទៅកាន់ server ហើយទទួលថា server ហ្នឹងវា error បានវាធ្វើការ remove ចេញពីលើ UI របស់យើងអញ្ចឹងអាហ្នឹងគឺតាក់ទងជាមួយនឹង use optimistic update ហ្នឹងហើយអញ្ចឹងគ្នាយើងអាចយកទៅ practice បានអញ្ចឹងម្ដងទៀតយក optimistic update ហ្នឹងគឺវាធ្វើការបែបហ្នឹងឯងអញ្ចឹងនៅកន្លះពេលដែលយើងកំពុងតែ post data ហ្នឹងគឺវានឹងធ្វើការបោះចេញជា fake data មួយសិននៅកំឡុងពេលដែលវាធ្វើការ post data ទៅកាន់ API របស់យើងហ្នឹងគឺវាធ្វើការបោះចេញជា fake data មួយសិនបានហើយបានវាធ្វើការទទួល response របៀបមិញមកវិញបានវាធ្វើការ update data ហ្នឹងទៀតអញ្ចឹងបើសិនជាវា response ត្រូវវានឹងធ្វើការ update មកត្រូវតែបើសិនជាវា response មក error វាធ្វើការ remove ចេញពីUI របស់យើងអញ្ចឹងកន្លែងនេះ line gender នេះដោយសារយើងអត់ដាក់នៅក្នុង schema របស់យើងអញ្ចឹងបានវាអត់ចេញកន្លែងនេះយើងដាក់ដែរមក gender ស្មើនឹង z dot string អីដែរមក3ប៉ុណ្ណឹងមកបានហើយអញ្ចឹងកន្លែងនេះយើងទៅធ្វើការ register វាដែរមកដើម្បីឲ្យវាទៅ back end របស់យើងដែរឥឡូវchờមក refresh ហើយ clear cache ដូរដាក់ 3G ទៅដែរអញ្ចឹងកន្លែងនេះគឺឈើបញ្យល់ហើយហើយកន្លែងនេះគឺជាដំណើរការដែលវាធ្វើការអីគេ render ក៏ដូចជាការ fetch ហើយកន្លែងនេះគឺជាដំណើរការដែលវាធ្វើការនៅគេ first contentful pane វាធ្វើការបោះនៅ UI របស់យើងឲ្យយើងឃើញសិនហើយបន្តមកទៀតបានវាចាប់ផ្ដើម hydration attach ទៅលើកន្លែងណាដែលមាននៅ action ឬក៏ file JavaScript ដោយមានជា interactive ដូចជាការ click បែបនេះអីជាដើមអញ្ចឹងកន្លែងនេះដោយសារតែយើងមានតែមក form ហ្នឹងបានវាចេញតែមកបន្ទាត់ហ្នឹងទេតោះឥឡូវយើងធ្វើការទៅ post នៅ data របស់យើងទាំងអស់គ្នាអញ្ចឹងគ្នាយើងអាចមើលឃើញពី1500 millisecond នេះទៅតោះអញ្ចឹងឧទាហរណ៍ថា post ដាក់ថាបញ្ញាហើយដាក់ថាបញ្ញា @gmail.com ហើយ select mail អញ្ចឹងនៅពេលដែលយើងចុច post ប៉ក់គឺវាមាន data នៅលើហ្នឹងយកមកនេះតតែដល់កន្លែង80000 millisecond នេះឃើញវាដើមបន្តិចអត់អញ្ចឹងកន្លែងហ្នឹងបានន័យថាវាធ្វើការទទួលការ response នេះចេញពី user action របស់យើងមកហើយ
កន្លែងនេះគឺវាធ្វើការទទួលការ response ចេញពី back end មកវិញហើយអញ្ចឹងហើយបានវាមាននៅរូបភាពមានអីមកវិញអញ្ចឹងអាហ្នឹងគឺតាក់ទងជាមួយនឹង server use optimistic អញ្ចឹងឈើសង្ឃឹមថាគ្នាយើងនឹងកាន់តែយល់ច្បាស់ពីកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងអាចដាក់វាជា loading ក៏បានដែរបើគ្នាយើងគិតថាវាងាយស្រួលអញ្ចឹងគ្នាយើងដាក់ use optimistic ទៅតែបើគិតថាចង់ដាក់ loading ក៏យើងអាចដាក់ loading បានដែរអត់អីទេនឹង depend ទៅលើការងារដែលគ្នាយើងធ្វើការទេអញ្ចឹងសរុបមកវិញវីដេអូនេះគឺឈរសង្ឃឹមថាគ្នាយើងនឹងចេះទៅលើ server action ការប្រើប្រាស់ Zord ជាមួយនឹង React Form ហើយនឹង use optimistic អញ្ចឹងចំពោះកូដនេះផងដែរឈើនឹងធ្វើការបោះចូលទៅក្នុង GitHub របស់ឈើហើយគ្នាយើងអាចយកទៅមើលបានតោះអញ្ចឹងពីឈើទៅវិញ complete យកទៅ practice ហើយឈើបានបញ្យល់ហើយនៅក្នុងវីដេអូនេះអស់ហើយអញ្ចឹងយកទៅ practice ទៅលើ 3 ចំណុចហ្នឹងផងហើយយើងនៅសល់តែមួយ section ទៀតទេគឺ next out អញ្ចឹងឈើសង្ឃឹមថាគ្នាយើងនឹង practice តាមដែលអាចធ្វើទៅបានអញ្ចឹងពីឈើទៅសង្ឃឹមថាគ្នាយើងនឹងធ្វើការpractice ឲ្យបានច្រើនហើយជូនពរសំណាងល្អអរគុណ